tiêu thủng với chặt hỏa tê nhầm bắt áo bầm pơ hỏi giá ồn nhầm lang cho sách bầm pơ đập ở buôn đập lâu mà đó là vốn dân anh men AC tên nhà thì chậu hai con màu vàng nó hát bay đập mà ta dân men si hai cái đặt vàng tới nơi mà hát cùng bay mới đập mơ là dân tiền ta buôn làm ngay thế nhưng tôi nó bắt đi đó ôi chẳng chả lắp lại tại tên nó họp hỏi hát tiền tao tiền chả tao anh chẳng một là bo non tia đa lên ta non tê non đại sky mũi đã lan ạ có phong năng cái tao người cha tầng ta dân chùm năng nấu té đầy si với mình xăm hai với nhom hiệp chăm tục đã nhom tờ thơ bái thì chun với ai vì si hài chẳng to tiết này ôi trăm tía hot ông đấy quá nhom quá ngày muốn nhom đua cho thông hong ai hong ngợp lang thằng đất một cái lang đua là ổn ក្រុមការងាររំដួល TV យើងបានធ្វើវីដេអូជាច្រើនមកហើយទាក់ទងទៅនឹងការចិញ្ចឹមទាជាពិសេសការចិញ្ចឹមទាយកសុទ្ធប៉ុន្តែឥឡូវនេះចៃដន្យទៀតហើយធ្វើដំណើរកាត់តាមដងផ្លូវនេះជួបអ៊ំប្រុសអ៊ំស្រីដែលកំពុងតែជួលកម្មករ 2-3 នាក់ដើម្បីរើសពងទាទាំងព្រឹកព្រលឹមតែម្ដងព្រឹកព្រលឹមថ្ងៃទើបតែរះចេញពន្លឺមកភ្លឺចាចចំរោងទារបស់អ៊ំប្រុសអ៊ំស្រីហើយចំពងទាសស្គូសធ្វើឲ្យទេសភាពណាកាន់តែស្រស់ស្អាតមែនតែនដល់ពេលចុះមកសួរនាំជាមួយនឹងអ៊ំប្រុសអ៊ំស្រីបន្តិចទៅស្ដាប់ឡើងស្ដាប់ចុះអាយ៉ាសិតតែជាបច្ចេកទេសល្អហើយសំខាន់ណាការចិញ្ចឹមទារបស់គាត់មានតិចនិចខ្ពស់នៅក្នុងការធ្វើឲ្យទិន្នផលដែលជាពងទានេះជាក់ស្ដែងទទួលបានផលល្អបើទោះបីជាគាត់លក់នៅក្នុងតម្លៃរៀងធូរថ្លៃបន្តិចក៏នៅតែមានតម្លៃអាចទទួលយកបានដោយសារតែឆ្លងកាត់នៅបច្ចេកទេសនៅក្នុងការកាត់បន្ថយការចំណាយពោលគឺការចិញ្ចឹមប្រឡែងនៅតាមវាលស្រែមកដឹងពីបច្ចេកទេសក៏ដូចជាតិចនិចផ្សេងៗដែលអ៊ំប្រុសអ៊ំស្រីគាត់កំពុងតែធ្វើប្រចាំថ្ងៃនេះហើយកំពុងតែប្រមូលពងទានេះលក់ទៅតំបន់ណាខ្លះអញ្ចឹងបងប្អូនតោះមកតាមដានស្ដាប់ជាមួយនឹងរំដួល TV ទាំងអស់គ្នាបងខ្ញុំឆ្ងល់ទេយើងទានេះយើងជាក់ស្ដែងយើងចិញ្ចឹមរួចពេលដែលយកពងហើយយើងនឹងលក់វាចេញជាទាសាច់ដល់វាលេងពងហ្នឹងយើងវាដូចថាត្រូវ2ស្លាប3ស្លាបហើយណាអូយើងមើលស្លាបវាអមណោះទុកមួយឆ្នាំ2ឆ្នាំអញ្ចឹងវាឡើងមួយស្លាបមួយឆ្នាំមួយស្លាប2ស្លាបអញ្ចឹងណាឡើង3ឆ្នាំ3ស្លាបដល់អញ្ចឹងវាលេងទៅពងវាឡើងញាត់សាច់វាថត់ណាអាហ្នឹងយើងវាយមេពូចេញហ្នឹងយើងវាយចេញហើយទាំងអស់នេះខ្ញុំឃើញបងប្អូនយើងខ្លះក៏ចិញ្ចឹមនៅក្នុងទ្រុងបិទចិត្តខ្ញុំទុកក្នុងទ្រុងហ្នឹងប៉ុន្តែខាតពេកខ្ញុំអត់ទុកអូខាតទេអូគេដឹកទៅណាគ្រប់ឡាញខ្ញុំចូលទ្រុងមួយថ្ងៃអស់8 10ច្បោងស្រូវ3ច្បោងយើងមកស៊ីក្រៅចេះយើងចំណៃព្រឹកតែ2ងាយតែ1អញ្ចឹងយើងសល់ពីយើងឲ្យចំណៃស៊ីឲ្យច្រើនច្បោងហ្នឹងយកមកទុកចំណេញហ្នឹងបាទមកដល់រវងយើងអត់មានអីស៊ីទិញគេច្រូតហើយចន់មូលវ៉ាងហ្នឹងហាត់3-10ម៉ឺនសុំកាត់អ៊ំតិចមិនមែនមានន័យថាអ៊ំទិញស្រែយកដីគេទាំងអស់ហ្នឹងទេអ៊ំទិញគេច្រាំងស្រូវទិញតែគេច្រាំងហ្នឹងហ្នឹងហើយ3000ក្បាលជាងនេះអ៊ំប្របាយចេញជា2មានមេពងផងមានកូននោះ5000ឯខ្លួនអូ5000ផ្សេងទៀតចាបន្ទាប់ពីបានស្ដាប់អ៊ំស្រីរៀបរាប់ពីការចិញ្ចឹមទារបស់គាត់រួចមានអារម្មណ៍ថាវ៉ាវការចិញ្ចឹមទាមិនមែនងាយស្រួលទេមិនមែនគ្រាន់តែមានលុយទិញកូនមានលុយទិញចំណីបំរុងទុកឲ្យវាស៊ីអាចចិញ្ចឹមទាបាននោះទេពោលគឺត្រូវមានបច្ចេកទេសច្បាស់ណាស់ហើយបច្ចេកទេសនោះគឺត្រូវស្ដាប់ពីអ្នកជំនាញដែលគាត់ធ្លាប់ចិញ្ចឹមទើបអាចទទួលបានជោគជ័យដោយសារតែការចិញ្ចឹមនេះគាត់មានចំណេះជំនាញនៅក្នុងការចិញ្ចឹមផងដកស្រង់បទពិសោធន៍ដែលគាត់ជួបផ្ទាល់ផងបងប្អូនគិតមើលដំបូងឡើយគាត់ចិញ្ចឹមនៅក្នុងទ្រុងធម្មតាទេក៏ប៉ុន្តែដោយសារការចិញ្ចឹមក្នុងទ្រុងធម្មតាវាចំណាយខ្ពស់ពេកមួយថ្ងៃអស់លុយមួយកំណោពេលខ្លះទាអត់ពងគឺខាតឡុងចុងតែម្ដងក៏ប៉ុន្តែបើសិនជាគាត់ចិញ្ចឹមឲ្យវាលេងតាមវាលបែបនេះធ្វើឲ្យទារបស់គាត់មានសុខភាពល្អមានអាហារធម្មជាតិគ្រប់គ្រាន់ដើម្បីស៊ីក៏ដូចជាចំណាយទៅលើចំណីសម្រេចនោះតិចតួចហើយគន្លឹះតែមួយគត់ដើម្បីឲ្យចំណេញនៅក្នុងការចិញ្ចឹមទាយកពងនេះគឺការកាត់បន្ថយថ្លៃដើមនៅក្នុងការឲ្យចំណីក៏ដូចជាការចិញ្ចឹមទូទៅប្រចាំថ្ងៃកាត់បន្ថយវាបានច្រើនកម្រិតណាផលចំណេញបងប្អូនគឺបានមកកម្រិតនោះដោយសារតែទាមួយក្បាលវាអាចផ្ដល់ពងឲ្យយើងបានមួយនៅក្នុងមួយថ្ងៃហើយពងមួយនោះអាចលក់បានចន្លោះពី2ទៅ300រៀលអញ្ចឹងបើសិនជាបងប្អូនគ្រប់គ្រងការចំណាយនោះបានការចំណាយតិចបើចំពេលពងទាឡើងថ្លៃនោះគឺចំណេញលើគោកក៏ប៉ុន្តែបើសិនជាបងប្អូនលក់បានពងទាថ្លៃហើយការចំណាយទៅលើថ្លៃដើមខ្ពស់បងប្អូននឹងទទួលបានតែ2យ៉ាងប៉ុណ្ណោះគឺចំណេញតិចតួចនិងខាតហើយមួយទៀតដោយសារតែសត្វទាគឺជាសត្វមួយដែលវាត្រូវការស៊ីជាប្រចាំស៊ីច្រើនមែនតែនអាចនិយាយបានថាស៊ីហើយដេកហើយស៊ីហើយដេកទៀតអញ្ចឹងបើសិនជាយើងមិនទប់ទល់ក៏ដូចជាកាត់បន្ថយនៅថ្លៃចំណាយទេយើងនឹងប្រឈមមុខនឹងការខាតបង់ច្រើន
ហើយបើសិនជាបងប្អូនមិនមានបច្ចេកទេសត្រឹមត្រូវនៅក្នុងការចិញ្ចឹមទេគិតតែពីកាត់បន្ថយងាកមកសត្វទាស្គមរីងរៃអត់មានអីស៊ីក៏វាអត់ពងឲ្យបងប្អូនដែរអញ្ចឹងនៅពេលដែលបងប្អូនបានដឹងពីចំណុចគន្លឹះទាំងអស់នេះណាទៅបងប្អូនដឹងថាតើគួរចិញ្ចឹមទាឬក៏មិនគួរចិញ្ចឹមព្រោះធ្លាប់បានដឹងពីបងប្អូនយើងមួយចំនួនដែលគាត់បរាជ័យនៅក្នុងការចិញ្ចឹមទាកន្លងមកណាគាត់ឮតែគេថាអូចិញ្ចឹមទាព្រឹកឡើងដេញតែមេទាចេញដើររើសលុយហ្មងមកគ្រាប់300គិតមើល 10000 គ្រាប់ដោយសារតែយើងចិញ្ចឹមទា 10000 ក្បាលជាងឯណោះអត់បានគិតពីការចំណាយប្រចាំថ្ងៃអត់បានគិតនៅក្នុងការស៊ីរបស់ទានិងការថែទាំរបស់ទាជួនកាលទាមេល្អមែនតែនដាក់ចំណីក៏ល្អវាក់សាំងក៏ដល់តែទាអត់ពងធ្វើអីទាវាអញ្ចឹងទៀតណាបងប្អូនបញ្ហាហ្នឹងគឺបងប្អូនប្រជាកសិករយើងជួបហើយក៏ខាតច្រើនគ្នាដែរហើយក៏បោះបង់ចោលទុកត្រង់ចោលពេលខ្លះសងគេមិនតាន់ទាំងរួចផងមកដល់ពេលនេះក៏ប៉ុន្តែដោយសារតែពេលនេះបានជួបជាមួយនឹងអ្នកជំនាញផ្ទាល់គាត់ចិញ្ចឹមតាំងពីក្នុងទ្រុងរហូតដល់ដីវាលចិញ្ចឹមតាំងពីដីវាលរហូតដល់ដីស្រែរហូតដល់គាត់ដើរមកស្រែគេរាប់រយហិកតាទុកឲ្យទាលេងអញ្ចឹងមានន័យថាគាត់មានជំនាញពិសេសខ្លាំងមែនតើអញ្ចឹងបងប្អូនអាចតាក់ទងរៀនជំនាញពីគាត់ឬក៏ទិញពងទាល្អដែលមានតម្លៃសមរម្យតាក់ទងតាមរយៈលេខទូរស័ព្ទ097 93 94 594ហើយបញ្ជាក់បងប្អូនបើសិនជាចង់ទិញពងទាបោះដុំជាមួយគាត់គាត់ដឹកឲ្យដល់ផ្ទះតែម្ដងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះអរគុណដល់ផលិតផលទឹកយិនសិនម៉ាអ៊ីសម្រាប់បងប្អូនដែលមានបញ្ហាសុខភាពឧស្សាហ៍ចុករយស្ពឹកស្រពន់ភ្លេចភ្លាំងស្រវាំងភ្នែកបងប្អូនចង់ឲ្យខ្លួនឯងមានសុខភាពល្អប្រក្រតីឡើងវិញកុំភ្លេចជ្រើសរើសយកទៅពិសានៅទឹកយិនសិនម៉ាអ៊ីដែលឥឡូវនេះក្រុមហ៊ុនបានរចនានៅសម្បកកេសថ្មីគឺសម្បកកេសតូចមាន15កញ្ចប់តម្លៃត្រឹមតែ$21ពិតជាធូរថ្លៃមែនទែនហើយអ្វីដែលកាន់តែសំខាន់ជាងនេះក្រុមហ៊ុន Free ជូនបងប្អូននៅសេវាដឹកជញ្ជូនទូទាំង25ខេត្តក្រុងកាត់បន្ថយការចំណាយហើយចំណាយតិចបានផលិតផលដ៏ល្អសម្រាប់សុខភាពយកទៅប្រើប្រាស់រោគឯណាមានតែទឹកយិនសិនម៉ាអ៊ីកុំភ្លេចទិញតាមរយៈ Pharmacy ឬក៏តំណាងចែកចាយទូទាំងប្រទេសឬក៏ទំនាក់ទំនងជាវដែលផ្ទាល់តាមរយៈ Facebook Page EE Black 9ដែលមានសញ្ញា Tick ពណ៌ខៀវជាសញ្ញាសម្គាល់សូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា